រាល់ផលិតផលទាំងអស់ដែលប្រជាជនខ្មែរជាវពី B Strong Fitness ទៅគឺបាទធានាសងបើសិនជារបស់នោះដឹកទៅហើយមានការបែកបាក់បាទដោយអចេតនាពីខាងក្រុមហ៊ុនដឹកជញ្ជូនឬក៏មានការបែកបាក់ដោយប្រការណាមួយជាយថាហេតុជាសង្ឃឹមតែថ្ងៃមួយបាទ B Strong Fitness នឹងអាចបាទផលិតនៅរបស់របរជាច្រើនទៀតដើម្បីនាំចេញទៅក្រៅប្រទេសបាទបង្ហាញអត្តសញ្ញាណរបស់យើងទៅក្រៅប្រទេសឲ្យគេស្គាល់ថាអ្វីទៅជាខ្មែរតើខ្មែរគឺជាអ្នកណាជំរាបសួរបងប្អូនទាំងអស់គ្នាឥឡូវនេះខ្ញុំកំពុងធ្វើការ workshop អវ៉ាន់បាទជាដុំដំបែដុំ20គីឡូទៅកាន់អតិថិជនចាស់របស់ពួកយើងបាទដែលគាត់គឺជាអតិថិជនដែលគ្រប់គ្រងពួកយើងតាំងពីដំបូងមកម្លេះហើយលើកនេះគឺជាលើកទី2ហើយដែលគាត់ធ្វើការគ្រប់គ្រងក៏ដូចជាជាវផលិតផលរបស់ពួកយើងទៅហើយខ្ញុំចង់ជិះយកឱកាសនេះដើម្បីធ្វើការបាទអរគុណទៅកាន់បងពីទូដែលគាត់តែងតែធ្វើការគ្រប់គ្រងយោគយល់អធិស្ឋានមកកាន់ពួកយើងច្រើនមែនទែនហើយអ្វីដែលជាចំណុចសំខាន់ចំណុចស្នូលគឺថាគាត់បានដឹងពីគុណតម្លៃនៃការខិតខំប្រឹងប្រែងរបស់ពួកយើងថាតាមមុននឹងពួកយើងបាទធ្វើការផលិតបាទឧបករណ៍ហាត់ប្រាណចេញមកបានមួយតែពួកយើងទៅឆ្លងកាត់ការលំបាកអីខ្លះអានេះគឺជាគុណតម្លៃដែលមិនអាចកាត់ថ្លៃបានទេហើយបើសិនជាពុកម៉ែបងប្អូនទាំងអស់គ្នាយល់ទៀតបានយល់ពីតម្លៃនៃការខិតខំប្រឹងប្រែងតម្លៃនៃការខំកែច្នៃបាទធ្វើរបស់អ្វីមួយបានល្អបំផុតហ្នឹងគឺវាជាមោទនភាពរបស់ពួកខ្ញុំហើយការតែពីបងពីទូទៅខ្ញុំចង់ធ្វើការអរគុណទៅកាន់អតិថិជនដែលគ្រប់គ្រងខ្ញុំតាំងតែពីដើមរហូតមកដល់ចំណុចនេះសរុបទៅគឺ75នាក់ហើយបងប្អូនទាំងអស់គ្នាអញ្ចឹងមានថាបងប្អូនប្រជាជនខ្មែរដែលបានជាវផលិតផល B Strong Fitness ទៅគឺមានចំនួន75នាក់ហើយអ្នកទាំង75នាក់នោះគឺសិតតែអ្នកដែលបានយល់ពីគុណតម្លៃយល់ពីវត្ថុបំណងតើហេតុអ្វីទើបខ្ញុំផលិតឧបករណ៍ហាត់ប្រាណចេញមកតើហេតុអ្វីទើបខ្ញុំធ្វើវាខ្ញុំធ្វើដើម្បីអ្នកណាបាទហើយខ្ញុំធ្វើដើម្បីអីហើយអនាគតទៅយើងនឹងទៅធ្វើអីបន្តទៅជាមួយគ្នាទៀតអានេះគឺជាចំណុចស្នូលហើយមកដល់ចំណុចនេះរហូតដល់ពួកយើងអាចមានហាងតូចមួយនេះបានបាទគឺសុទ្ធសឹងតែជាស្នាដៃរបស់បងប្អូនទាំងអស់គ្នាដែលបានធ្វើការគ្រប់គ្រងខ្ញុំធ្លាប់បាននិយាយហើយម្ដងទៀតគឺថាញើសឈាមបាទមិនថាជាញើសឈាមនៃការគ្រប់គ្រងញើសឈាមនៃការបាទជួយជាផលិតផលឬក៏ជាមតិយោបល់ដែលបងប្អូនទាំងអស់គ្នាធ្វើការបានណែនាំមកកាន់ពួកយើងគឺពួកយើងបានយកចិត្តទុកដាក់ខិតខំបាទរិះរោវិធីបែបណាធ្វើឲ្យពាក្យសម្ដីរបស់បងប្អូនទាំងអស់គ្នាខ្លាចជាការពិតបាទមិនថាតែរឿងផលិតផលឬក៏រឿងអ្វីផ្សេងៗទេដែលតាក់ទងជាមួយនឹងការផលិតមាតិការបស់ខ្ញុំគឺខ្ញុំនឹងខិតខំឲ្យអស់ពីសមត្ថភាពដែលខ្ញុំអាចធ្វើទៅបានហើយរឿងមួយទៀតគឺតាក់ទងទៅនឹងទំនួលខុសត្រូវបាននៃការដឹកជញ្ជូនបងប្អូនទាំងអស់គ្នាបានឃើញហើយខ្ញុំបានរៀបរាប់ប្រាប់បងប្អូនទាំងអស់គ្នាតាក់ទងទៅនឹងការ workshop ពួកយើងព្យាយាមប្រើបាទប្រភេទกระดาษដែលក្រាស់ដើម្បីធ្វើការ workshop អាវ៉ាន់យើងពីព្រោះដោយតែបងប្អូនបានដឹងអញ្ចឹងការ workshop អាវ៉ាន់ឧបករណ៍ហាត់ប្រាណគឺវាធ្ងន់វាខុសពីឧបករណ៍ផ្សេងៗវាខុសពីផលិតផលផ្សេងៗបាទអញ្ចឹងហើយឧបករណ៍ហាត់ប្រាណនេះគឺឧបករណ៍ខ្លះគឺមានទម្ងន់ធ្ងន់មែនទែនឧទាហរណ៍ដូចជាដុំដាំបែលគូ20គីឡូនៅចំពោះមុខបងប្អូននេះអញ្ចឹងបាទគឺវាមានទម្ងន់ធ្ងន់ដូច្នេះហើយការ workshop របស់យើងប្រើกระดาษច្រើនប្រើការរុំព័ទ្ធច្រើនមែនទែនដើម្បីធ្វើយ៉ាងណាធានាឲ្យវាមានសុខភាពទៅដល់ដៃអតិថិជនរបស់យើងក៏ប៉ុន្តែនៅពេលដែលឈានទៅដល់ការដឹកជញ្ជូនហើយអ្វីៗគ្រប់យ៉ាងគឺវាស្ថិតនៅក្រៅការគ្រប់គ្រងរបស់ខ្ញុំហើយគឺខ្ញុំមិនអាចធ្វើការគ្រប់គ្រងបានទៀតទេអញ្ចឹងពេលខ្លះអាវ៉ាន់ដែលទៅដល់ដៃបងប្អូនអាចនឹងមានពេលខ្លះបាទមានបាក់បែកមានប្រេះមានបាទលបកខ្លះអញ្ចឹងហើយខ្ញុំមិនអាចធ្វើអ្វីបានទេហើយអ្វីដែលខ្ញុំអាចធ្វើបានគឺមានតែមួយមុខគត់បងប្អូនទាំងអស់គ្នាអ្វីដែលខ្ញុំអាចធ្វើបានគឺធានាសងជូនបងប្អូនទាំងអស់គ្នាបែរថារាល់ផលិតផលទាំងអស់ដែលប្រជាជនខ្មែរជាវពី B Strong Fitness ទៅគឺបាទធានាសងបើសិនជារបស់នោះដឹកទៅហើយមានការបែកបាក់បាទដោយអចេតនាពីខាងក្រុមហ៊ុនដឹកជញ្ជូនឬក៏មានការបែកបាក់ដោយប្រការណាមួយជាយថាហេតុបាទអញ្ចឹងខ្ញុំបាទសូមមានតែខន្តីអភ័យទោសទៅកាន់បងប្អូនទាំងគ្នាហើយសង្ឃឹមថាបងប្អូនទាំងគ្នាយោគយល់ខ្ញុំបាទពីព្រោះវាស្ថិតនៅក្រៅការគ្រប់គ្រងរបស់ខ្ញុំអាចគ្រប់គ្រងបានទេអញ្ចឹងហើយរាល់ការធ្វើអាជីវកម្មរបស់ខ្ញុំរាល់ការធ្វើការលក់ផលិតផលរបស់ខ្ញុំកើតតែពីជួយសម្រួលទៅដល់តម្លៃដឹកជញ្ជូនទៅកាន់ប្រជាជនខ្មែរហើយខ្ញុំធានារ៉ាប់រងទៅកាន់អវ៉ាន់បាក់បាយទៀតនេះគឺជាការបង្ហាញបាទនៅទឹកចិត្តមួយដែលខ្ញុំអត់មានបំណងអីច្រើនទេគ្រាន់តែចង់ឃើញបងប្អូនទាំងអស់គ្នាបាទមានឧបករណ៍ហាត់ប្រាណដាក់នៅផ្ទះគ្រប់គ្នាបាទបានទទួលការវឹកហាត់មួយដែលជាប់លាប់យល់ពីគុណតម្លៃនៃការវឹកហាត់តាមមូលហេតុអ្វីទើបយើងផលិតឧបករណ៍ហាត់ប្រាណហើយមូលហេតុអ្វីទើបបងប្អូនទាំងអស់គ្នាត្រូវវឹកហាត់ជាងកាយបាទខ្ញុំធ្លាប់បានសង្កត់ធ្ងន់ថាគ្រប់ផលិតផលទាំងអស់ដែលខ្ញុំផលិតចេញមកហើយបងប្អូនជាយល់ទៅបងប្អូនមិនមែនជាយល់ទៅតែដើម្បីវឹកហាត់ជាងកាយតែមួយយ៉ាងទេតែបងប្អូនទាំងអស់គ្នាជាវពេលវេលាមានតម្លៃជាវពេលវេលាមានតម្លៃនៅជាមួយគ្រួសារបាទបងប្អូនជាវនៅវិធីសាស្ត្រដ៏ល្អមួយក្នុងការសម្លាប់សម្ពាធបាទនៅក្នុងចិត្តនៅក្នុងអារម្មណ៍របស់បងប្អូនទាំងអស់គ្នាសម្ពាធដែលបងប្អូនទាំងអស់គ្នាទទួលបានពីការងារសម្ពាធ
ដែលបងប្អូនទាំងអស់គ្នាទទួលបានពីការរស់ស៊ីសម្ពាធការងារដែលបងប្អូនទាំងអស់គ្នាទទួលបានពីការសិក្សាសម្ពាធការងារដែលបងប្អូនទាំងអស់គ្នាទទួលបានពីមនុស្សជុំវិញខ្លួនរបស់អ្នកទាំងអស់គ្នានៅក្នុងសង្គមនេះគឺបងប្អូនអាចប្រើប្រាស់វិធីសាស្ត្រនៃការហ្វឹកហាត់រាងកាយជាមួយនឹងឧបករណ៍ទាំងនេះឬក៏ប្រើប្រាស់វិធីសាស្ត្រផ្សេងទៀតជាមួយនឹងការអានសៀវភៅការរស់នៅជាមួយខ្លួនឯងដូចជាការធ្វើសមាធិដែលខ្ញុំធ្លាប់បានចែករំលែកខ្លះៗហើយទៅកាន់បងប្អូនទាំងអស់គ្នាយកវាបំលែងទៅជាវិធីសាស្ត្រប្រើប្រាស់វាឲ្យបានត្រឹមត្រូវហើយខ្ញុំនៅទីនេះអង្គុយនៅទីនេះគឺដើម្បីចែករំលែកទៅកាន់បងប្អូនទាំងអស់គ្នាយើងចែករំលែកគ្នាមិនថាជាបញ្ហាអ្វីទេបញ្ហានៃការវឹកហាត់បញ្ហានៃការអានបញ្ហានៃការបង្កើតទំនាស់ផ្សេងដែលខ្ញុំធ្លាប់បានចែករំលែកច្រើនមែនទែននៅក្នុងការផលិតមាតិការបស់ខ្ញុំហើយខ្ញុំសង្ឃឹមថាវាបានជាអត្ថប្រយោជន៍ទៅកាន់បងប្អូនកូនក្មួយក៏ដូចជាប្រជាជនខ្មែរទាំងអស់នៅក្នុងប្រទេសកម្ពុជាយើងជុំគ្នាអ្វីទេក៏តែពីអរគុណទៅកាន់អតិថិជនបាទគោលដៅរបស់ខ្ញុំទាំង75នាក់ខ្ញុំចង់បងប្អូនទាំងអស់គ្នាដឹងថាបងប្អូនទាំងអស់គ្នាយើងឈរនៅទីនេះជាមួយគ្នារីកចម្រើនទាំងអស់គ្នាហើយខ្ញុំសង្ឃឹមថាថ្ងៃមួយបាទ Be Strong Fitness នឹងអាចបាទផលិតនៅរបស់របរជាច្រើនទៀតដើម្បីនាំចេញទៅក្រៅប្រទេសបាទបង្ហាញអត្តសញ្ញាណរបស់យើងទៅក្រៅប្រទេសឲ្យគេស្គាល់ថាអ្វីទៅជាខ្មែរតើខ្មែរគឺជាអ្នកណាបាទហើយតែខ្មែរធ្វើអ្វីបានខ្លះហើយពេលនេះវាខ្ញុំបាទ Be Strong Man ពួកយើងចាំជួបគ្នានៅវីដេអូបន្តសូមអរគុណ